នៅថ្ងៃទី27ខែធ្នូឆ្នាំ2019មាន YouTuber ខាងបុរាណវិទ្យាមួយដែលមានឈ្មោះថា Pravin Mohan បានផុសវីដេអូមួយដែលមានចំណងជើងថា Time Travel Temple Show Past and Future Dinosaur at Taprom Cambodia នៅក្នុងវីដេអូនោះគាត់បាននិយាយពន្យល់ពីការឆ្លងពេលវេលារវាងអតីតកាលនិងអនាគតកាលដែលមានផុសតាងនៅលើប្រាសាទតាព្រំដោយគាត់បានជឿជាក់ថាប្រាសាទតាព្រំគឺជាប្រាសាទអាទិទេពមួយដែលមានការជាពាក់ព័ន្ធជាមួយនឹង Time Travel ឬក៏ការឆ្លងពេលវេលាផុសតាំងទី1ដែលគាត់បានសន្និដ្ឋានដោយខ្លួនឯងថាប្រាសាទតាព្រំគឺជាប្រាសាទឆ្លងពេលវេលានោះក៏ដោយសារតែនៅលើជញ្ជាំងប្រាសាទមានការឆ្លាក់រូប Dinosaur បើយើងពិនិត្យឲ្យកាន់តែច្បាស់វាគឺជាប្រភេទ Dinosaur Stegosaurus គាត់ក៏បានបន្ថែមទៀតថាប្រសិនបើរូបចម្លាក់នេះមិនមែនជារូប Dinosaur ទេតើនៅលើโลกនេះមានប្រភេទសត្វណាដែលមានឆ្អឹងខ្នងបែបនេះត្រូវអត់ហើយប្រសិនបើយើងគិតឲ្យស៊ីជម្រៅជាងនេះទៅទៀតក្រុមប្រភេទ Dinosaur ទាំងអស់នេះគឺពួកវាបានផុតពូជចូល145លានឆ្នាំទៅហើយអញ្ចឹងសំណួរសួរថាតើវាមានហេតុផលយ៉ាងណាដែលដូនតាខ្មែរបានឃើញរូប Dinosaur ហើយបានឆ្លាក់រូបជាផុសតាំងទៀតចំពោះហេតុផលម្យ៉ាងទៀតដែលលោក Pravin Mohan បានគិតថាប្រាសាទតាព្រំគឺអាចដឹងពីថ្ងៃអនាគតនោះក៏ដោយសារតែមានរូបចម្លាក់ជាច្រើនផ្ទាំងដែលបានបង្ហាញពីថ្ងៃអនាគតតើអ្នកទាំងអស់គ្នាមានបានឃើញអ្វីចម្លែកអត់ចម្លាក់មួយផ្ទាំងនេះគឺបានបង្ហាញពីដើមឈើដែលដុះគ្របដណ្ដប់ជន់ពីលើប្រាសាទតែម្ដងលោក Pravin Mohan បានចោទជាសំណួរបន្ថែមទៀតថាតើហេតុអ្វីបានជាដូនតាខ្មែរបានឆ្លាក់រូបប្រាសាទដែលមានដើមឈើដុះចំកំពូលប្រាសាទបែបនេះតើពួកគាត់បានដឹងហើយមែនថាប្រាសាទដែលពួកគាត់កំពុងតែកសាងនេះនឹងត្រូវបានបំផ្លាញដោយដើមឈើជាស្ដែងគឺអញ្ចឹងមែនអ្នកទាំងអស់គ្នាប្រាសាទតាព្រំគឺត្រូវបានបំផ្លាញដោយដើមឈើសឹងតែទាំងអស់ហើយអ្វីដែលពិសេសនោះគឺមានដើមឈើដុះចំកំពូលប្រាសាទដោយទៅនឹងរូបចម្លាក់ដែលបានឆ្លាក់ទុកមែនអញ្ចឹងខ្ញុំក៏បានទៅមើលដល់ផ្ទាល់ដែរអ្នកទាំងអស់គ្នាគឺមានរូបចម្លាក់ជាច្រើនទាំងណាដែលបានឆ្លាក់មានដើមឈើដុះពីលើបែបនេះដូចនេះសំណួរចុងក្រោយដែលលោក Pravin Mohan បានចោទសួរនោះគឺថាប្រសិនបើការឆ្លងពេលវេលាមិនអាចទៅរួចមែនតើដូនតាខ្មែរអាចឆ្លាក់រូបប្រាសាទដែលត្រូវបានបំផ្លាញដោយដើមឈើបានដោយរបៀបណាតើហេតុអ្វីបានជាពួកគាត់អាចឆ្លាក់រូប Dinosaur បានឬមួយក៏ពួកគាត់បានឃើញរូប Dinosaur ពិតអូខេបងប្អូនទាំងអស់គ្នាទាំងអស់នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះហើយខ្ញុំមិនហ៊ានអះអាង 100% ទេថាប្រាសាទតាព្រំគឺមានរឿងរ៉ាវទាក់ទងជាមួយនឹងការឆ្លងពេលវេលាដូចគិតនោះដែរហើយប្រសិនបើបងប្អូនទាំងអស់គ្នាចង់មើលវីដេអូរបស់គាត់ពេញចាំខ្ញុំដាក់ link នៅខាងក្រោមតែយ៉ាងណានៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកនរគ្នាមកដឹងពីរឿងរ៉ាវល្បីៗដែលទាក់ទងជាមួយនឹងការឆ្លងពេលវេលាGinsberg ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក Ginsberg, a real German premium beer. រឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹង Time Travel នេះវាគឺជាប្រធានបទមួយដែលមានមនុស្សចោទសួរអស់ជាច្រើនសតវត្សរ៍ណាស់មកហើយការធ្វើដំណើរឆ្លងពេលវេលាភាគច្រើនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទៅតាមរឿងប្រឌិតបែបជាសាសអញ្ចឹងនៅលើโลกយើងនេះមានខ្សែភាពយន្តបន្តិចទេដែលបានថតនិយាយអំពី Time Travel ប៉ុន្តែយ៉ាងណាក៏ដោយវាក៏មានសាច់រឿងពិតជាច្រើនដែលបានកើតមានឡើងនៅលើភពផែនដីរបស់យើងនេះផងដែរជាស្ដែងនៅឆ្នាំ2006មានរឿងដែលមិនគួរឲ្យជឿមួយបានកើតឡើងនៅក្នុងទីក្រុងគៀវនៃប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំនោះមានបរិសម្នាក់ដែលមានឈ្មោះថា Sergei Ponomarenko ត្រូវបានគេរាយការណ៍ប្រាប់ប៉ូលីសថាលោកគឺជាមនុស្សម្នាក់ដែលមានសភាពមានក្រក់ក្តីដោយលោកមានលក្ខណៈដូចជាភ័យស្លន់ស្លោនិងវង្វេងទិសដៅយ៉ាងចម្លែកអញ្ចឹងនៅក្នុងពេលនោះផងដែរប៉ូលីសក៏បានទៅដល់ទីតាំងកើតហេតុដោយពួកគេបានឃើញលោក Sergei ស្លៀកសម្លៀកបំពាក់បែបចាស់បុរាណតាំងពី50ឆ្នាំមុនហើយនៅលើដងខ្លួនរបស់គាត់គឺមានស្ពាយកាមេរ៉ាប្រភេទស៊េរីចាស់មួយគ្រឿងនៅពេលដែលប៉ូលីសសុំធ្វើការត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់លោក Sergei គឺថាពួកគេពិតជាមានភាពយោគច្បល់ជាខ្លាំងដោយអត្តសញ្ញាណប័ណ្ណរបស់គាត់គឺមិនស្ថិតនៅក្នុងចំនួនដែលពួកគេកំពុងតែរស់នៅនេះឡើយជាស្ដែងវាជាអត្តសញ្ញាណប័ណ្ណមួយដែលធ្លាប់ត្រូវបានគេប្រើប្រាស់នៅក្នុងចំនួនសហភាពសូវៀតនេះគួររំលឹកឡើងវិញដែរថាប្រទេសអ៊ុយក្រែនពីមុនគឺធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀតក្រោយពេលដែលប៉ូលីសបានប្រទះឃើញអត្តសញ្ញាណប័ណ្ណបែបនេះពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយអ្វីដែលកាន់តែពិសេសនោះអត្តសញ្ញាណប័ណ្ណរបស់គាត់គឺបានបញ្ជាក់ថាគាត់កើតនៅឆ្នាំ1932ហើយប្រសិនបើវាជាការពិតច្បាស់ណាស់គាត់ច្បាស់ជាមានអាយុ74ឆ្នាំហើយក៏ប៉ុន្តែបើមើលទៅលើរូបរាងរបស់គាត់នៅពេលនេះគឺគាត់មានវ័យត្រឹមតែ20ឆ្នាំជាងតែប៉ុណ្ណោះប៉ូលីសបានសួរសំណួរទៅកាន់ Sergei ថាតើឯងគិតថាខ្លួនឯងពេលនេះកំពុងតែស្ថិតនៅក្នុងអំឡុងឆ្នាំណាលោក Sergei បានឆ្លើយដោយមានភាពជឿជាក់ថាខ្ញុំកំពុងតែស្ថិតនៅក្នុងថ្ងៃទី23ខែមេសាឆ្នាំ1958នៅពេលដែលគាត់បានឆ្លើយនៅចម្លើយមួយនេះហើយប៉ូលីសបានគិតថាគាត់អាចមានបញ្ហាសតិអារម្មណ៍
ចឹងពួកគេក៏បានសម្រេចចិត្តយកគាត់ទៅមន្ទីរពេទ្យផ្លូវចិត្តដើម្បីទុកឲ្យគ្រូពេទ្យសួរដេញដោលគាត់វិញម្ដងនៅក្នុងពេលនោះលោកដុកទ័រ Pablo Gudragao ជាអ្នកទទួលបន្ទុកមើលថែអ្នកឆ្លងពេលវេលាដ៏អាត់កំបាំងមួយនេះនៅពេលដែលលោកដុកទ័របានធ្វើការសន្ទនាជាមួយនឹងលោកសឺកេកគាត់នៅតែអះអាងដដែលហើយដដែលទៀតថាខ្លួនគាត់បានវង្វេងទីកន្លែងដោយមិនដឹងថាខ្លួនកំពុងតែស្ថិតនៅទីកន្លែងណានោះទេនៅក្នុងពេលនោះលោកដុកទ័រក៏បានព្យាយាមសាកសួរបន្ថែមទៀតដោយបានប្រាប់ទៅកាន់លោកសឺកេកឲ្យព្យាយាមចងចាំពីមូលហេតុដែលធ្វើឲ្យខ្លួនរបស់លោកអាចស្ថិតនៅក្នុងទីក្រុងមួយនេះបានតែយ៉ាងណាលោកសឺកេកគ្មានចម្លើយច្បាស់លាស់នោះទេអញ្ចឹងគាត់បាននិយាយទៅតាមអ្វីដែលគាត់បានចងចាំតែម្ដងទៅគាត់ក៏បាននិយាយប្រាប់ទៅលោកដុកទ័រថានៅពេលថ្ងៃមួយខ្ញុំបំរុងចេញទៅលំហែកាយនៅក្នុងទីក្រុងដែលបានភ្ជាប់ជាមួយនឹងកាមេរ៉ាទៅជាមួយផងដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំបានចាក់ចេញពីផ្ទះខ្ញុំបានឃើញវត្ថុដ៏ចម្លែកមួយហោះនៅលើមេឃដែលវាមានរូបរាងប្រហាក់ប្រហែលទៅនឹងកណ្ដឹងមួយអញ្ចឹងហើយវាបានហោះនៅក្នុងលក្ខណៈដែលមិនអាចពន្យល់បានវាពិបាកក្នុងការបកស្រាយខ្លាំងណាស់នៅអ្វីដែលខ្ញុំបានឃើញដើម្បីឲ្យកាន់តែច្បាស់លោកអាចឆែកមើលកាមេរ៉ារបស់ខ្ញុំបាននៅពេលដែលលោកដុកទ័របានកាន់កាមេរ៉ារបស់សឺកេកហើយគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាគាត់ក៏ជាអ្នកមានបទពិសោធន៍ក្នុងការថតរូបម្នាក់ផងដែរដូចនេះគាត់បានដឹងយ៉ាងច្បាស់ថាវាគឺជាប្រភេទកាមេរ៉ាដ៏សែនកម្រមួយកាមេរ៉ារបស់លោកសឺកេកគឺជាប្រភេទ Mark Yashima Flex ដែលវាគឺជាផលិតផលរបស់ជនជាតិជប៉ុនហើយកាមេរ៉ាមួយប្រភេទនេះគឺវាលែងមានអ្នកប្រើប្រាស់តាំងពីឆ្នាំ1970មកម្លេះដោយហេតុតែចង់ឃើញនៅអាចកំបាំងនៅក្នុងកាមេរ៉ាមួយនោះលោកដុកទ័រក៏បានរកអ្នកជំនាញផ្នែកថតរូបម្នាក់ដើម្បីមកជួយឆែកឆេរដំហ្វីលដែលមាននៅក្នុងកាមេរ៉ាមួយនោះដោយមានការប្រុងប្រយ័ត្នទីបំផុតអ្វីដែលពួកគេមិនអាចនឹងស្មានដល់គឺពួកគេបានរកឃើញរូបភាពជាច្រើនស្លឹកដែលត្រូវបានថតក្នុងឆ្នាំ1958ដែលរូបនីមួយៗគឺស្ថិតនៅក្នុងសភាពល្អឥតខ្ចោះលើសពីនេះទៅទៀតពួកគេបានរកឃើញទីក្រុងគៀវដែលស្ថិតនៅក្នុងចំនួនតាំងពីឆ្នាំ50មកម្លេះពួកគេក៏បានប្រទះឃើញរូបសឺកេកអង្គុយថតរូបតែម្នាក់ឯងនិងជាមួយសង្សាររបស់គាត់យ៉ាងសប្បាយចិត្តរីករាយក៏ប៉ុន្តែនៅក្នុងចំណោមរូបភាពទាំងអស់នោះមានរូបភាពមួយស្លឹកដែលធ្វើឲ្យពួកគេមិនអាចនឹងស្មានដល់នោះគឺជារូបភាព USO ដែលមានរូបរាងដូចទៅនឹងកណ្ដឹងទៅតាមអ្វីដែលគាត់បានព្យាយាមបកស្រាយប្រាប់លោកសឺកេកបាននិយាយថាតើលោកបានជឿខ្ញុំហើយឬនៅថាខ្ញុំនិយាយការពិតខ្ញុំមិនដឹងថាវត្ថុនោះគឺជាអ្វីនោះទេហើយខណៈពេលដែលខ្ញុំបានថតរូបមួយស្លឹកនេះហើយដែលអ្វីបានផ្លាស់ប្ដូរទាំងស្រុងដោយខ្ញុំបានរកឃើញខ្លួនឯងនៅក្នុងឆ្នាំ2006នេះឯងបើគិតតាមបែបវិទ្យាសាស្ត្រលោកដុកទ័របានបញ្យល់ប្រាប់ថាវាគឺជា USO ដែលអាចជាយានអវកាសរបស់មនុស្សភពក្រៅចឹងវាប្រហែលជាបាននាំលោកសឺកេកឆ្លងចក្រវាឡនៅក្នុងល្បឿនពន្លឺដ៏លឿនមួយហើយជាលទ្ធផលវាបានធ្វើឲ្យគន្លៀតនៃពេលវេលាប្រែទៅជាវែងបែបនេះសម្រាប់លោកសឺកេកវាហាក់បីដូចជាពេលវេលាដែលគ្មានការប្រែប្រួលអ្វីបន្តិចសោះឡើយត្រឹមតែមួយប្រពេចផ្នែកសោះលោកអាចឆ្លងដល់រយៈពេល77ឆ្នាំបានយ៉ាងលឿនការសន្ទនាក៏ត្រូវបានបញ្ចប់នៅក្នុងយប់នោះផងដែរលោកសឺកេកក៏បានត្រឡប់ទៅកាន់បន្ទប់សម្រាកដែលគេបានរៀបចំទុកឲ្យអ្វីដែលធ្វើឲ្យរឿងរ៉ាវកាន់តែស្មុគស្មាញទៅនោះគឺថាកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យបានថតជាប់នូវសកម្មភាពដែលគាត់បានដើរចូលក្នុងបន្ទប់ដែលមានច្រកចេញតែមួយតែប៉ុណ្ណោះចំណែកឯពង្រួយក៏ត្រូវបានរៀបរៀងដោយរបាំងការពារទៀតដោយអ្វីដូចជាវិតាមុនអញ្ចឹងគាត់បានបាត់ខ្លួនសូនឈឹងដោយរត់សត្វទៅតាមខ្យល់អញ្ចឹងការចាក់ចែងរបស់គាត់បានបន្សល់ទុកនៅកាមេរ៉ានិងរូបភាពដែលធ្វើឲ្យមានភាពងឿងឆ្ងល់ជាខ្លាំងហើយសូម្បីតែអ្នកជំនាញក៏មិនអាចបកស្រាយនៅរឿងអាត់កំបាំងមួយនេះបានផងដែរតែយ៉ាងណាក៏ដោយបងប្អូនទាំងអស់គ្នារឿងរ៉ាវមួយនេះនៅតែបន្តស៊ើបអង្កេតកាន់តែស៊ីជម្រៅទៅរហូតដល់មានការស្រាវជ្រាវរឿងក្តីរបស់លោកសឺកេកដែលបានបាត់ខ្លួននៅក្នុងទីក្រុងគៀវក្នុងអំឡុងឆ្នាំ1960បន្ថែមពីនេះពួកគេបានរកឃើញមុតស្រីរបស់សឺកេកដែលមាននៅក្នុងរូបថតកាមេរ៉ារបស់គាត់នោះតែឥឡូវនាងមានអាយុរហូតដល់70ឆ្នាំបាត់ទៅហើយនាងក៏បានបញ្ជាក់ដែរថាសឺកេកពិតជាបានបាត់ខ្លួននៅក្នុងអំឡុងឆ្នាំនឹងមែនជាច្រើនឆ្នាំបន្ទាប់ពីការបាត់ខ្លួនរបស់គាត់នាងក៏តែងតែទទួលបានរូបភាពចម្លែកនៅក្នុងស្រមសម្បត្តិដែលបានផ្ញើដោយលោកសឺកេកដោយផ្ទាល់នៅក្នុងរូបភាពទាំងអស់នោះក៏មានថ្ងៃខែត្រឹមត្រូវដែលបានបញ្ជាក់ថារូបនេះគឺកំពុងតែស្ថិតនៅក្នុងឆ្នាំ2050ជាស្ដែងដោយរូបមួយសន្លឹកនេះអញ្ចឹងវាបានបង្ហាញពីថ្ងៃអនាគតព្រោះថាបើយើងមើលទៅលើរូបរាងរបស់គាត់គឺគាត់អាចមានវ័យចំណាស់ខ្ទង់50ប្លាយហើយនៅពីក្រោយខ្នងដែលគាត់បានឈរគឺជាទីក្រុងគៀវដែលលម្អទៅដោយអគារខ្ពស់ទាំងដែលអគារទាំងអស់នេះគឺមិនទាន់កើតមាននាពេលសប្តាហ៍នេះទេមួយវិញទៀតនៅក្នុងរូបនេះក៏មានភ្ជាប់ជាមួយនឹងអក្សរដែលបានសរសេរជាការសន្យាថាគាត់នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះរឿងរ៉ាវរបស់លោកសឺកេកត្រូវបានគេចាត់ទុកថាជារឿងរ៉ាវដ៏អត់កំបាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ
កំប៉ុងស្រាបៀរ Ginsberg ឈ្នះរង្វាន់យក្សរថយន្តថ្មីបុណ្យខែបដល់200គ្រឿងម៉ូតូធំ2000គ្រឿងព្រមទាំងឈ្នះរង្វាន់លុយដុល្លារសុទ្ធនិងស្រាបៀរ Ginsberg ជាច្រើនរង្វាន់ទៀត Gansberg, a real German premium beer. ពិសាដោយការទទួលខុសត្រូវ អូខេបងប្អូនអរគ្នាខ្ញុំមានតែប៉ុណ្្នឹងឯងតើបងប្អូនអរគ្នាគិតថា time travel គឺអាចមានពិតប្រាកដអត់បើយោងតាម NASA បាននិយាយដោយខ្លីថា time travel គឺ possible is possible គឺអាចទៅរួចប៉ុន្តែវាត្រូវការលក្ខខណ្ឌពិសេសជាច្រើនដូចជាវាតម្រូវឲ្យយើងធ្វើលបឿនឲ្យលឿនដូចពន្លឺប៉ុន្តែវាពិបាកនឹងទៅរួចបន្តិចព្រោះថាបច្ចេកវិទ្យាឥឡូវវាគ្មានអ្វីដែលលឿនជាងពន្លឺនោះទេអញ្ចឹងរឿងរ៉ាវទាំងប្រមាណដែលខ្ញុំបាននិយាយពីខាងលើនោះសូមអ្នកទាំងអស់គ្នាកុំគិតថាវាមិនអាចទៅរួចនេះបើតាមមតិរបស់ខ្ញុំគិតថានៅលើโลกនេះអ្វីក៏អាចទៅរួចដែរប៉ុន្តែវាត្រូវការពេលអ្នកទាំងអស់គ្នាសាកសម័យតាមខ្ញុំថាប្រសិនបើអ្នកទាំងអស់គ្នាអាចត្រឡប់ទៅកាន់សម័យអង្គរវិញហើយអ្នកទាំងអស់គ្នាមានអ៊ីនធឺណិតប្រើមានកុំព្យូទ័រមានទូរស័ព្ទទាក់ទងគ្នាអ្នកទាំងអស់គ្នាអាចជិះយន្តហោះបានឬក៏យកបច្ចេកវិទ្យាដែលយើងមានឥឡូវត្រឡប់ទៅសម័យនគរវិញអញ្ចឹងមនុស្សបុរាណនឹងគិតថាយើងគឺជាមនុស្សចម្លែកហើយពួកគាត់នឹងគិតថាយើងជាខ្មោចឬក៏ជាព្រះឬក៏ជាអ្វីមួយដែលចម្លែកហើយស្រួលមិនស្រួលអ្នកទាំងអស់គ្នានឹងត្រូវពួកគាត់ចាប់ដាក់គុកឬក៏ចាប់ទៅសម្លាប់ចោលក៏អាចថាបានដែរជឿតាមខ្ញុំអត់ខ្ញុំអត់និយាយលេងទេអ្នកទាំងអស់គ្នាប្រសិនបើយើងប្រៀបធៀបរវាងសម័យអង្គរនិងសម័យនេះគឺបច្ចេកវិទ្យាវាខុសគ្នាមួយមេឃមួយដីតែម្ដងសឹងតែមិនអាចនឹងស្មានដល់ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែគិតថាមនុស្សសម័យមុននៅតែមានបច្ចេកវិទ្យាខ្លាំងទំនើបជាងយើងនិយាយអញ្ចឹងអ្នកនរគ្នាយល់អ្វីដែលខ្ញុំនិយាយអត់ជាក់ស្ដែងគឺដូនតារបស់យើងគឺអាចមានសមត្ថភាពកសាងប្រាសាទជាច្រើនដែលបច្ចេកវិទ្យាឥឡូវនៅតែមិនទាន់អាចបំបែកកំណត់ត្រាពីប្រាសាទរបស់ដូនតារបស់យើងបាននៅឡើយទេគឺនៅតែអាចកំបាំងដែរសូម្បីតែប្រាសាទពីរ៉ាមីតនៅក្នុងប្រទេសអ៊ីស៊ីបក៏អញ្ចឹងដែរអ្នកនរគ្នាមានមនុស្សភាគច្រើនបានគិតថាប្រាសាទមួយនេះគឺត្រូវបានកសាងឡើងដោយអេលៀនទៅវិញមូលហេតុដែលពួកគេហ៊ាននិយាយអញ្ចឹងគឺដោយសារតែប្រាសាទមួយនេះវាពិបាកក្នុងការកសាងណាស់ហើយវាក៏ពិបាកក្នុងការជឿដែរដែលមនុស្សសម័យមុនមានបច្ចេកវិទ្យាកសាងប្រាសាទដ៏សិនអស្ចារ្យមួយនេះអូខេបងប្អូនទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងឯងតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរថា time travel ឬក៏ការឆ្លងពេលវេលានឹងវាអាចទៅរួចអត់សូមខមមិនប្រាប់ខ្ញុំដឹងផងហើយយើងនឹងនិយាយគ្នានៅក្នុងវីដេអូថ្មីជាបន្តទៀត Goodbye